ដល់ម៉ោងត្រឡប់ចូលលូចាថ្ងៃឡើងយើងទៅណាមក៏បានដែរតែថាមទៅមានពេលវេលាមួយថ្ងៃយើងត្រូវចែកឲ្យដាច់បងប្អូនណាចាដូចខ្ញុំឥឡូវរវល់មែនតើអត់សូវមានពេលនៅមួយខ្លួនឯងបានទេគឺយើងត្រូវនៅនឹងសភាពលោកខាងក្រៅច្រើនដែរតែបើសិនជាយើងកាត់អានេះខ្ញុំនិយាយទូទៅសម្រាប់អ្នកនៅក្រៅអ្នកបែបខ្ញុំអត់សូវមានពេលនៅក្នុងលូទេអីចឹងណាចាបងប្អូននឹងជួបអាការៈបែបនឹងច្រើនព្រោះជីវិតមនុស្សយើងមិនមែនគ្រប់គ្នាសុទ្ធតែមកអង្គុយនៅក្នុងលូសងំបានទាំងអស់ចាលើកលែងអ្នកដែលមានអាជីពដែលនៅតបតាពេកសូម្បីខ្ញុំអនឡាញដូចគ្នាតែឥឡូវនេះក៏មិនអាចនៅតែក្នុងលូចាឆ្នាំនេះឆ្នាំអភិនិហាពិតចាខ្ញុំនៅតែក្នុងលូអូខេពេលវេលាដែលត្រូវផ្លាស់ប្ដូរធ្វើឲ្យយើងអត់អាចនៅក្នុងលូបានរហូត 100% ចា 100% ចាព្រោះអីមនុស្សយើងអត់អាចនៅអ្វីដដែលបានទេចាពេលវេលាផ្លាស់ប្ដូរគ្រប់យ៉ាងវាអាចនឹងប្ដូរហើយចាអញ្ចឹងអ្វីដែលសំខាន់តែយើងត្រូវធ្វើបែបម៉េចដើម្បីឲ្យ flow របស់យើងនៅគេហៅថានៅតែនៅក្នុង flow ដែលអាចស្រូបទាញបានអ្វីដែលយើងទៅនៅក្រៅលូតែជាប្រយោជន៍នៃមុខរបររបស់យើងអត់មិនមែនការនៅក្រៅលូហ្នឹងមិនមែនជាប្រយោជន៍ទេវាជាអ្វីផ្សេងអាហ្នឹងយើងក៏ថាទៅម្យ៉ាងចាអញ្ចឹងជីវិតរបស់មនុស្សវាមានពេលឡើងមានពេលចុះទៅតាមអារម្មណ៍របស់យើងចាវាឡើងចុះទៅតាមអារម្មណ៍សួរថាចុះអ្នកគេអត់ច្បាប់ស្រូបទាញមិនក៏គេអត់បាននៅក្នុងលូដូចយើងមិនក៏គេរស់ស៊ីមានបានដោយសារអីគេផ្ដោតលើមុខរបររបស់គេខ្លាំងគេអាចមិនសូវសប្បាយចិត្តបានប្រមាណ 100% តែកម្លាំងស្រូបទៅរឿងតាក់ទងនឹងមុខរបររឿងលុយវាធំធេងចាហើយគេនៅក្នុងច្បាប់មួយដែលគេអាចប្រឡែងបានគេជឿទុកចិត្តហើយគេមានធម៌ពលបងប្អូនដូចសុននូខុងអញ្ចឹងធ្វើដោយមិនដាក់ដៃមិនមែនថាគ្រប់គ្នារៀនច្បាប់ស្រូបទាញហើយត្រូវតែជោគជ័យនៅមុខរបរឯងបើសិនជាយើងរៀនច្បាប់ស្រូបទាញហើយយើងបដោតខុសរៀនច្បាប់ស្រូបទាញមិនបដោតរើស៊ីបដោតរឿងអូយអ្នកនេះអត់ស្រឡាញ់ខ្ញុំអូយខ្ញុំធ្លាក់ផ្លូវអូយបដោតរោតែបែបក្តីទុកលក្ខណៈថាទុកអីបន្តិចមិនបានអូធ្លាក់ផ្លូវហើយបដោតលើអីមិនដឹងណាអ្នកខ្លះខ្ញុំអត់យល់ថាគាត់រៀនច្បាប់ស្រូបទាញគាត់បដោតលើអីខ្ញុំអត់យល់ពីគាត់ដែរទីគាត់ធ្លាក់ផ្លូវទីគាត់ធ្លាក់ផ្លូវគាត់មានបដោតលើរបររស់ស៊ីរបស់គាត់ហ្នឹងគាត់បដោតមាត់អ្នកដទៃនេះទៅឆ្កុយទៅហើយគាត់ចង់មានលទ្ធផលនៃជីវិតដេកតែមโนដេកតែរៀនអ្នកខ្លះដេកតែរៀនអ្នកដែលដេកតែរៀនបានខ្ញុំសូមបញ្ជាក់ថាគេគឺជាគ្រូជាខូចជាគូជាអ្នកចែករំលែកជាអ្នករោគស៊ីតាក់ទងនឹងការបង្រៀននិយាយឆាប់ចប់ចេះមុខរបររបស់គេគឺបង្រៀនតើនេះណាប់ចិត្តអ្នកដែលគេបដោតនៅតែក្នុងមេរៀនចាដែលខ្ញុំនិយាយអត់ចាបិទទ្វាររៀនតែខ្លួនឯងមិនមែនជាគ្រូមិនមែនជាអ្នកដែលខូចដូចខ្ញុំចឹងខ្ញុំមិនរួយគ្រូដូចជានេះច្បាប់ស្រូបទាញតែសួរថាមុខរបររបស់ខ្ញុំមានអីផ្សេងអញ្ចឹងនេះគឺជាពេលវេលាបន្ទាប់បន្សំដែលខ្ញុំត្រូវមានទូនាទីមកចែករំលែកហើយនឹងឲ្យខ្លួនឯងកុំឲ្យធ្លាក់ផ្លូវកុំឲ្យខ្លួនឯងចេញពីច្បាប់ស្រូបទាញតែសួរថាការងាររបស់ខ្ញុំគឺខ្ញុំធ្វើខ្ញុំប្រឹងណាស់ចាខ្ញុំប្រឹងណាស់ចាខ្ញុំប្រឹងណាស់អញ្ចឹងមកអ្នកខ្លះបងអូខ្ញុំរៀនច្បាប់ស្រូបទាញហើយមិនអត់មានលទ្ធផលរៀនច្បាប់ស្រូបទាញក៏ពិតមែនតែអត់ប្រឹងរកស៊ីទេប្រឹងតែរៀនមិនប្រឹងរកទៅលុយវាអត់ចូលមុខរបរវាអត់រីកចម្រើននៅតែល្មីល្មើនឹងច្បាប់ស្រូបទាញហ្នឹងហើយមโนអូយ workshop កុំឲ្យថាគ្រូណាចេះច្បាប់ស្រូបទាញសោះចូលខុសទៅរៀនគ្រប់គ្រូទាំងអស់ចាមโนអូយល្មីល្មើដល់ហើយគោលដៅនេះនោះដើរនិយាយរាយរាប់ខ្លួនឯងមានក្តីសុខបន្តិចតាំងដើរអួតអូខ្ញុំសុខណាសុខមិនបានទេសុខមួយរយៈតែកាលណាអស់លុយពីកប៉ៅលុយចាប់ផ្ដើមខើចវាលេងសុខហើយចាសុខណាសុខសម្បើមណាតែសួរថាសុខយូរទៅអស់លុយពីកប៉ៅលេងសុខអីចេញចាអញ្ចឹងវាមានច្រើនដំណាក់កាលដែលអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់អ្វីដែលសំខាន់ដូចខ្ញុំនិយាយដែលច្បាប់ស្រូបទាញឬមិនស្រូបទាញក៏នៅតែមុខរបរសំខាន់ឆ្នាំងបាយសំខាន់ឆ្នាំងបាយប្រចាំថ្ងៃដែលឲ្យយើងបានហូបចុកនេះវាសំខាន់ព្រោះដាច់ខែគឺត្រូវមានចំណាយថ្លៃទឹកថ្លៃភ្លើងថ្លៃអ៊ីនធឺណិតថ្លៃ Wi-Fi ថ្លៃកូនរៀនទៅដោះកូនគ្រប់សពបែបយ៉ាងត្រូវអត់ចាអញ្ចឹងសិតតែចំណាយទាំងអស់ភ្លើងអត់ free ទេអត់បង់លុយគេផ្ដាច់ហើយទឹកក៏អត់ free អត់បង់លុយគេផ្ដាច់ធនាគារតែអត់បង់លុយម្ដងពីរដងនោះនេះណាន់រឹបចាធនាគារមកយកយល់យើងហ៎អត់យកយល់ទេដល់ថ្ងៃគឺត្រូវបង់ blacklist នោះនេះណាន់ទៅដឹងអញ្ចឹងសួរថាកុំដេកល្មីល្មើងើបមកលោកនៃការពិតប្រើច្បាប់ស្រូបទាញជំរុញឲ្យការរកស៊ីរបស់យើងវាទៅធូរហើយខ្ញុំប្រាប់បងប្អូនបើសិនជាបងប្អូនដំណើរជីវិតបែបអត់មានច្បាប់នៃចក្រវាលអត់មានការពឹងកម្លាំងចក្រវាលបងប្អូនពិបាកដូចខ្ញុំអញ្ចឹងខ្ញុំរយៈនេះអភិនិហាច្រើនពឹងសួរសៃខំនៅចិត្តខ្ញុំដឹងហើយម៉ែអត់សូវបាននៅក្នុងលូម៉ែនេះត្រូវអត់តែហេតុអីអភិនិហាច្រើនម៉េចព្រោះអីម៉ែផ្ដោតលើការងារច្រើនខ្លាំងហើយខ្ញុំសូមជម្រាបយើងនៅក្នុងផ្លូវវិជ្ជមានច្រើនយើងអត់បានគិតអីអវិជ្ជមានរឿងមុខរបរយើងអត់បានแบบអង្គុយចាក់ស្រេះអង្គុយលោបអង្គុយแบบទន្ទឹងអ្វីមួយតែយើងមានមុខរបរអីแบบត្រូវជួបមនុស្សជួបមនីសួរថាយើងមកអាចមកនៅអញ្ចឹងបានអត់
តែសុំកុំឲ្យចិត្តកាយរបស់យើងនេះវាមកចេញក្រៅលូដែររហូតដល់ភ្លេចអ្វីទាំងអស់មេរៀនដល់ពេលចេញយូរទៅខ្លាចជាមើលរៀនក៏លេងចង់មើលដែរលេងចង់ពាល់សមាធិក៏លេងចង់ចាប់ផ្ដើមនិយាយពីអីផ្ដេសផ្ដាស់ខ្លាំងហើយអវិជ្ជមានលក្ខណៈនិយាយបែបអវិជ្ជមានណាហើយចិត្តនេះបើអ្នកនៅក្នុងលូ 100% ហ្មងឯអ្នកក្រៅលូ 100% ហ្មងចាក់កវ៉ាភ្លេចបាត់ហើយភ្លេចឈឹងសូនឈឹងហ្មងនឹកលេងឃើញហើយចំពោះខ្ញុំផ្ទាល់មួយរយៈនេះមិនដឹងខ្លួនមិនសូវបាននៅក្នុងលូទេតែចិត្តខ្ញុំនៅខ្ញុំនឹកឃើញចាក់កវ៉ារហូតខ្ញុំនឹកឃើញស្អីដែលវាតាក់ទងនឹងកម្លាំងស្រូបទាញហើយអ្វីដែលពិសេសជាងហ្នឹងគឺយើងអាចមិនមានអារម្មណ៍លោភយើងមិនរំពឹងទន្ទឹងនៅអ្វីដែលយើងចង់បានគ្រាន់តែថ្ងៃនេះខ្ញុំមានរឿងមួយដែលខ្ញុំអត់តឹងពឹងខ្ញុំអត់ចង់ពេកខ្ញុំបានសម្រេចបែបវ៉ាវចឹងមិនថាអូយមកអង្គុយវិញអូយចក្រវាលគឺបែប support យើងគ្រប់ទីកន្លែងឲ្យតែយើងដើរត្រូវផ្លូវរបស់យើងជាអ្វីឈ្មោះទៅចាមិនម៉ែមេរៀនស្ដាប់ហើយរឿងមិនល្អមិនឲ្យម៉ែមិនស្ដាប់មេរៀនហ៎រឿងមិនល្អហើយភ្លេចអស់អាលីងម៉ែចាភ្លេចទាំងអស់អត់ចាំទេក្នុងខួរក្បាលនឹងអត់ចាំទេទៅចាំរឿងគេរឿងឯងហើយអ្វីដែលសំខាន់គឺអង្គុយតូចចិត្តអន់ចិត្តអង្គុយខឹងពីនេះខឹងពីនោះហើយមាត់នោះគឺល្អូច្រើនល្អូពីនេះពីនោះច្រើនទៅអ្នកនេះអ្នកនោះច្រើនមិនពេញចិត្តនឹងអ្នកនេះអ្នកនោះច្រើនអង្គុយចំណែននឹងអ្នកនេះអ្នកនោះច្រើនឆែកតែខ្លួនឯងតែភាពចំណែនមកអង្គុយមានចាប់ផ្ដើមស្អប់គេឬក៏ចំណែនគេឬក៏មិនពេញចិត្តនឹងគេឬក៏ឃើញគេបានល្អអីនេះអាហ្នឹងសិតតែក្រៅលូវាស្រួលសង្កេតណាស់វាអត់ពិបាកទេចឹងមិនថាបើសិនជាយើងមានឱកាសនឹងនៅក្នុងលូបដ ாய் វាពិសេសហើយតែបើយើងអត់មានឱកាសតែយើងនឹងរស់បែបម៉េចអ្នកច្បាប់ស្រូបទាញនឹងរស់បែបម៉េចម៉ាកាណូគេរស់ដោយច្បាប់ស្រូបទាញមិនបាច់ចាំនៅក្នុងលូបែបត្រូវតែខ្លួននឹងខំខាំងនៅក្នុងផ្ទះអត់ជួបអ្នកណានិយាយចំកូនទៅចឹងមិនថាការនៅក្នុងលូបងប្អូនត្រូវយល់ណាមិនមែនថាបងប្អូនបដោតត្រូវតែខ្លួនបងប្អូនត្រូវនៅក្នុងផ្ទះទេអ្វីដែលពិសេសបំផុតគឺចិត្តកាយបេះដូងបងប្អូនទេចិត្តកាយបេះដូងអ្នកទាំងអស់គ្នាទេតើវានៅទីណាឲ្យប្រកបគឺខ្ញុំនិយាយដែរមុខរបរត្រូវចេញក្រៅតែអ្នកមកដេកសង្គកនៅផ្ទះមិនចាតែអ្វីដែលយើងសំខាន់គឺយើងត្រូវខំខាំងចិត្តយើងអារឿងនឹងឲ្យបានច្រើនបំផុតវាមិនបាន100ទេ70 80 50 60 70 80បាន80អូខេហើយយប់ឡើងមកបែបរីលៀសរំអីតាន់តិចមានពេលអីឆ្លៀតរំតិចទៀតវាត្រូវស៊ីសងអស់ហើយចាវាត្រូវស៊ីសងអស់ហើយវាត្រូវបែបទៅជារឿងផ្សេងអស់វាទៅជាបែបការរីលៀសទឹកខ្មៅបានខ្លះសមាធិអីខ្លះទៅចាសំនឹកដឹងបងគុណអីដេកអរគុណមុនចូលគេងចាមុខរបរអីមុខរបរមុនចូលគេងត្រូវអរគុណសំនឹកដឹងបងគុណនៅមានចក្រវាលជាប់ក្នុងចិត្តគេនិយាយរឿងអវិជ្ជមានមកនៅដឹងទប់អត់មានចិត្តចំណាយឈ្នានីអ្នកណាមានតែអបគេនោះនេះណាអូ yes យើងនៅក្នុងលូហើយហ្នឹងចាតែខ្ញុំបញ្ជាក់មួយទៀតចេញនឹងក៏ពិតមែនតែមិនបានទៅធ្វើអ្វីដែលជាមុខរបរខ្លួនឯងមិនមែនជាឆ្នាំងបាយទេតែចេញណាអានោះអត់គ្រប់ត្រូលទេឆ្នាំងបាយនៅកន្លែងផ្សេងទេតែចេញទៅផ្លូវផ្សេងដែលឃើញអត់ខំដែលឃើញខ្លួនធ្វើអីផ្សេងទេតែចេញក្រៅលូហ្នឹងចេញទៅផ្សេងមិនមែនចេញទៅដើម្បីមុខរបរទេចាមិនមែនទៅដើម្បីមុខរបរទេណាទៅដើម្បីរឿងផ្សេងអាហ្នឹងអត់គ្រប់ត្រូលទេបើខ្ញុំរងថ្ងៃនេះសួរសិក្ខាមកឥឡូវសួរម៉ែចេញក្រៅលូនេះមួយថ្ងៃដើរទៅនេះទៅនោះធ្វើនេះធ្វើនោះអត់សូវមានពេលនៅខ្លួនឯងអត់សូវមានពេលដេកទៀតសួរថាចេញទៅដើម្បីអីដើម្បីកំសាន្ត entertain កិច្ចពីការងារឬដើម្បីការងារទាំងអស់មែនអត់សូម្បីដើរលេងក៏ការងារដែរដូចគ្នាអញ្ចឹងទៅក្រៅទៅថតអញ្ចឹងដើម្បីការងារឲ្យសុទ្ធហ្មងមិនមែនដើម្បីកំសាន្តសប្បាយមិនបីដើម្បីឲ្យកិច្ចទៅឆ្ងាយពីច្បាប់ស្រូបទាញទេអត់ទេខ្ញុំដើម្បីការងារខ្ញុំនៅមានសតិបញ្ញាគ្រប់គ្រាន់ខ្ញុំនៅកំងចាក់ក្បាលណាខ្ញុំនៅអបអខ្ញុំនៅនោះនេះណាន់អូខេខ្ញុំទទួលស្គាល់បាន100តែពេលខ្លះបងអូនដឹងទេនៅក្នុងលូក៏ពិតមែននៅក្នុងលូកាយតែចិត្តអត់ទេអូ Facebook ល្វើល្វីដល់ណាដល់ណីខ្ញុំធ្លាប់មួយថ្ងៃនោះបានទៅណាទេសងំនៅក្នុងបន្ទប់តែការងារអីក៏មិនបានសុបបីតែម្យ៉ាងព្រោះខ្ញុំអូ Facebook ខ្ញុំគិតរឿងអត់ប្រយោជន៍ខ្ញុំធ្វើរឿងអត់ប្រយោជន៍នៅក្នុងបន្ទប់ហ្នឹងអញ្ចឹងកាយក្នុងលូតែចិត្តអត់បាននៅក្នុងលូទេវាឡាយល្វើល្វីទៅក្នុងតាម Facebook TikTok អីនេះនោះអីចឹងទៅចឹងសួរថាលទ្ធផលអត់មាននៅតែរយៈធ្លាក់ផ្លូវត្មងតែបើសិនជាមានពេលនៅមួយខ្លួនឯងហើយអូខេចាប់ផ្ដើមរំ
ចាប់ដើមដល់ពេលដេងគិតមโนគិតរឿងល្អតែសម័យឥឡូវបើសិនតែនៅក្នុងលូនឹងអត់មានការងារត្រូវឆាតអតិថិជនអីទេពិបាកណាស់មនុស្សទំនេរពេកខ្ញុំចាំបានការច្បាប់ស្រូបទាញដំបងខ្ញុំអត់សូវទំនេរទេខ្ញុំប្រាប់បងអូនខ្ញុំត្រូវមកអង្គុយហាន់បន្លែធ្វើបុកកាពិដាំបាយលាងចក្រានបាយទៅផ្សារទិញមកហូបបោកខោអាវអ៊ុតខោអាវរៀបចំបន្ទប់បោះផ្ទះជូតផ្ទះរៀបអវ៉ាន់ឆាតភ្ញៀវរវល់រហូតត្រូវរៀបអវ៉ាន់អត់តដឹកមួយណាជំនាន់មុនហ្នឹងណាអត់តដឹកមួយគត់ត្រូវឆាតភ្ញៀវត្រូវទិញអវ៉ាន់ទៅធ្វើគ្រប់បែបយ៉ាងទាំងអស់ហ្មងតើហេតុអីគ្រប់យ៉ាងវារលូនអូខេไหม Yes ព្រោះយើងអត់មានពេលគិតរឿងអត់ប្រយោជន៍យើងអត់មានពេលអូស Facebook ហើយមើលរឿងគេវិភាគច្រើនយើងអត់មានពេលអង្គុយនិយាយដើមគេយើងអត់មានពេលមកអង្គុយចាំចំណែនអ្នកណាក្នុងចិត្តរបស់យើងគឺការងារនិងការងារសបាយនឹងសបាយរីករាយនឹងការធ្វើការធ្វើដាច់យប់ដាច់ថ្ងៃបែបលក្ខណៈថាវល់ល្ងាចដល់ពេលដកលុយប្រមូលលុយទុកហត់ហើយងូតទឹកដេកមុនដេកនឹងសមាធិចាអរគុណអីដេកបាត់ទៅបើកដេកមកអូការងារពេញមុខផ្ទះទៀតដែរចាការងារពេញមុខផ្ទះទៀតដែរហើយមេរៀនគឺឲ្យតែទំនេរគឺដាក់ជាប់តិចទំនេរអីមិនមែនទំនេរត្រូវទំនេរដៃទេអាពេលធ្វើការហ្នឹងគឺត្រូវតែបើកស្ដាប់តែខ្ញុំចង់ប្រាប់ខីពិសេសណាខ្ញុំឆ្លងផ្ទាល់ហើយរាល់ថ្ងៃនេះខ្ញុំសឹងតែផាត់មុខខ្លួនឯង